បញ្ហារលាកសន្លាក់តើមូលហេតុអ្វីទើបបានជាលោកយាយលោកតាមានជាបញ្ហារលាកសន្លាក់ជម្រាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់ថ្ងៃនេះដែរខ្ញុំបាទលោកគ្រូរនរីសូមមកធ្វើការចែករំលែកពាក់ព័ន្ធជាមួយនឹងពីកត្តាហេតុអ្វីបានជាពុកម៉ែបងប្អូនបង្កទៅជាមានការរលាកសន្លាក់ថ្ងៃនេះលោកគ្រូសូមលើកឡើងពី3ចំណុចធំដែលជាមូលហេតុបង្កឲ្យយើងមានការរលាកសន្លាក់កត្តាទី1គឺដោយសារតែការប៉ះទង្គិចទៅលើសន្លាក់របស់យើងធ្ងន់ធ្ងរពេកឧទាហរណ៍ដូចជាយើងលេងកីឡាខ្លាំងពេកអាហ្នឹងក៏ប៉ះពាល់ទៅលើបញ្ហាសន្លាក់បញ្ហាប៉ះទង្គិចដោយការដួលណាដូចជាបងប្រុសម្នាក់គាត់មានការដួលម៉ូតូណាធ្វើឲ្យគាត់មានការប៉ះទង្គិចទៅលើសន្លាក់ដៃគាត់ខ្លាំងធ្ងន់ធ្ងរពេកនៅតំបន់កន្លែងកែងដៃនេះចឹងហើយដូច្នេះធ្វើឲ្យគាត់មានការរលាកសន្លាក់កើតឡើងហើយសូមកុំបន្តទុកពីព្រោះថាបញ្ហានេះនឹងបង្កទៅជាធ្ងន់ធ្ងរបាននៅថ្ងៃណាមួយទី2បញ្ហារលាកសន្លាក់ដោយសារតែពុកម៉ែបងប្អូនមានជាការឡើងទម្ងន់ខ្លាំងពេកបាទពុកម៉ែបងប្អូនខ្លះគាត់មានការឡើងទម្ងន់ជ្រុលពេកណាមិនបានតមអាហារចេះតែញ៉ាំផ្ដេសផ្ដាស់ធ្វើឲ្យទម្ងន់គាត់ឡើងធ្ងន់ពេកបាទចឹងទៅធ្វើឲ្យបញ្ហាសន្លាក់របស់គាត់ហ្នឹងគឺมันអាចត្រត្រង់ទៅលើសារពាង្គកាយនឹងបានធ្វើឲ្យការបត់បែនធ្វើចលនាយូរមានការកកិតទៅលើសន្លាក់ហ្នឹងទៅបង្កទៅជាមានការរលាកសន្លាក់កើតឡើងចំណែកទី3ពាក់ព័ន្ធជាមួយនឹងការរលាកសន្លាក់ដូចគ្នាដោយសារតែពុកម៉ែបងប្អូនមានជំងឺច្រើនជាពិសេសពាក់ព័ន្ធជាមួយនឹងការឡើងនៃប្រភេទអាស៊ីតអុយរិកបាទនេះភាគច្រើនលោកគ្រូជួបស្ទឹងតែរាល់ថ្ងៃដែលពុកម៉ែបងប្អូនមានជាបញ្ហាឡើងអាស៊ីតអុយរិកហើយបង្កឲ្យទៅជាឈឺសន្លាក់ដៃសន្លាក់ជើងហើមដៃស្ពឹកជើងណាអាហ្នឹងក៏ដោយសារតែបញ្ហាឡើងអាស៊ីតអុយរិកពេកដូច្នេះហើយប្រសិនបើពុកម៉ែបងប្អូនកំពុងតែមានបញ្ហារលាកសន្លាក់ដោយដែលលោកគ្រូបានជម្រាបខាងលើនេះពុកម៉ែបងប្អូនអាចទំនាក់ទំនងមកកាន់លេខរបស់លោកគ្រូបានណាដែលមានលេខទូរស័ព្ទ3ខ្សែនៅក្នុងវីដេអូនេះស្រាប់ហើយពុកម៉ែបងប្អូនអាចទម្លាក់ជាលេខទូរស័ព្ទមួយខ្សែលោកគ្រូនឹងធ្វើការខលទំនាក់ទំនងទៅប្រឹក្សាសុខភាពជូនដែលឥតគិតថ្លៃតែម្ដងសម្រាប់ថ្ងៃនេះខ្ញុំបានលោកគ្រូរនរីមានការចែករំលែកពីបញ្ហារលាកសន្លាក់ត្រឹមតែ3ចំណុចនេះជួបគ្នានៅវីដេអូក្រោយៗទៀតសម្រាប់ថ្ងៃនេះខ្ញុំបានលោកគ្រូរនរីក៏សូមអរគុណសូមគោរពលា